រឿងគង់ហ៊ានកាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរមួយឈ្មោះអាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយចិត្តស្រុកគេព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកគង់រត់ចូលរូងឈើញ័រដៃញ័រជើងរៀកនោមព្រោះភ័យណាស់នាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកំសាកញីដូចនេះអ្នកគង់ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទៅហ៊ានវាយខ្លាស្ទាល់តែស្លាប់ហើយអ្នកគង់ក៏បានបោចវល់ចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាទៅមើលពីពេញហើយគេសួរថាឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបាល់មកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរអ្នកជាស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នេះក៏បញ្ចោលរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទៅខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាការដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឲ្យអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកលើល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានលើស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ថីអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានបាហេតុភេទអ្វីប្រកាសដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រាប់បងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តទីនេះលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចាស់គង់ហ៊ានលើប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់បានពេលលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេពលហែហោមអមមកក្រោយជាក្បួនទ័ពត្រៀបត្រាពីពេញលុះចិត្តទៅដល់ខ្មាំងសត្រូវហើយឃើញច្បាស់ប្រកាសគង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃជើងដោយគេអង្រួនក្បាលដំរីដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅមុនរេពលទាំងអស់គ្មាននរណាតាមតាន់ខ្មាំងសត្រូវឃើញគង់ហ៊ានបំបល់ដំរីចូលដូច្នោះគិតស្មានថាមេតបនេះពូកែណាស់ក៏បាក់តបចាញ់រត់យកតែព្រះអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នាម៉ឺននឹងរេពលកោតខ្លាចអស់នាម៉ឺនឃើញគង់ហ៊ានលិចអាចដាក់ក្បាលដំរីស្អុយពីពេញដូច្នេះគេសួរថាលោកមេតបអ្វីក៏លិចវាមួកដូច្នេះគង់ហ៊ានឆ្លើយឡើងថា
បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចូលទៅដោះទុកសត្វឯណាបានមានតែដោះទុកសត្វលើក្បាលដំរីដូច្នោះឯងបើរវល់តែដោះទុកសត្វខ្មាំងវាកាប់ស្លាប់ឥតអំពើទៅហើយទៅឬអស់នាម៉ឺននឹងរេពួលឬគង្ហៀននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង្ហៀនខ្លាចអ្នកខ្លះមិនមានប្រាជ្ញាក៏កោតខ្លាចគង្ហៀនណាស់ឯគង្ហៀនបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាគង្ហៀនទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយោស័ក្តិជានាម៉ឺនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ដាការជាច្រើនតាំងអំពីថ្ងៃនោះមកគង្ហៀនរឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកឈ្មួញជួញលក់ដូរដោយរកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះមុជទឹកឬដើរងូតសោះអស់រិះលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រាប់ឲ្យគង្ហៀនទៅចាប់ក្រពើឯគង្ហៀនឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់គំព្រួយព្រះរាជហឫទ័យគង្ហៀនត្រឡប់មកផ្ទះនិយាយនឹងប្រពន្ធថាគេអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង្ហៀនគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនបានឮថាគង្ហៀនបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញលុះគង្ហៀនទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្រប់ច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅទេប៉ុន្តែក្រពើវាលឺសូរសន្ធឹកគង្ហៀនលោតចុះក៏ភ្ញាក់ព្រឹតប្រឹងលោតឡើងដោយគេប្រហក់ក្នុងប្រគៀបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយក្រោយក៏មិនរួចគង្ហៀនមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់កូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថាគង្ហៀនចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង្ហៀនពេកក្រៃគង្ហៀនបានឃើញក្រពើស្លាប់ដូច្នោះក៏រឹតតែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបបង្គំស្ដេចតាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រោះព្រះរាជទានយោសក្ខីឲ្យគង្ហៀនឡើងជាធំលើសពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចនិងរង្វាន់ជាច្រើនសំណាបយោងដីស្រីយោងប្រុស